ស្នេហ៍ថាលុកថ្នោតទេទួញរៀបរាប់ប្រាប់រឿងស្នេហ៍ទាំងទ្រូងទួងទួញសោកាខ្លុយបោកខ្លួនអង្រួនរំចាំងសង្ខាថ្នោតទេយំយល់យីព្រោះស្នេហាឃ្លាតឆ្ងាយអូនទៅស្ងាត់ទៅបាត់សូនឈឹងបេះដួងបងសងរែងទុនតឹងព្រោះលឹងព្រាត់ឈឹងលាក់កាយច្រើនបណ្ដាំពីងពេជ្ររៀមផ្ដាំរៀងរាយចាត់ចាផ្ញើចុតម៉ាយស្រស់ឆោមឆាយមិនឆ្លើយអូខ្លុយស្នេហ៍ធ្លាប់ថាស្នេហាអ្នកមេត្តាហើយបានមហូបអញ្ចឹងអីកុំភ្លេចជាមួយនឹង Gangsberg Snow ដោយសារតែពណ៌កំប៉ុងហ្នឹងកាន់តែក្មេងហ្មងណា cool like that កាន់កំប៉ុងហ្នឹងទៅ cool ហ្មងបាននិយាយពីរសជាតិវិញឆ្ងាញ់ស្រាលស្រួលលេបតែម្ដងអញ្ចឹងកែបមួយម៉ាត់ពីរម៉ាត់ហើយក្រេបជាមួយនឹង Gangsberg Snow មកក្អឹកពីរក្អឹកមកអូនិយាយពីថាជាតិណាស់ហើយនៅទីតាំងកន្លែងគាត់ហ្នឹងក៏មានលក់ម្ហូបអាហារសម្រន់អីផ្សេងអាហាររបៀប street food ណាគឺពងមាន់អាំងអីផ្សេងទៀតក៏មានដែរហើយអំបិលម្រេចហើយជាមួយនឹងខ្ទឹមជ្រក់របស់គាត់នឹងនិយាយពីថាហូបអាចជាមួយនឹងគ្រឿងរបស់គាត់ហ្នឹងវាត្រូវគ្នាមែនតើហ្មងនិយាយទៅបើថាអ្នកដែលជាមួយអ្នកស្គាល់គាត់ណាប្រកាសជាដឹងហើយថារសជាតិអាគ្រឿងបំពងរបស់គាត់ហ្នឹងរបៀបម៉េចគឺញ៉ាំទៅអត់ជក់ខ្លាញ់និយាយទៅគឺឆ្ងាញ់តែម្ដងតែខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាញ៉ាំអាគ្រឿងអញ្ចឹងនៅកន្លែងហ្នឹងតែផ្ទាល់តែម្ដងព្រោះដោយសារឆ្ងាញ់ណាបើសិនជាយើងខ្ចប់មកតើយើងកណ្ដៅឬមួយក៏មិនតិចព្រោះមិនអញ្ចឹងទេវារៀងទន់បន្តិចឯងតែកន្លែងនេះគឺសម្រាប់ខ្ញុំគឺខ្ញុំណែនាំតែម្ដងអ្នកណាគេដែលគាត់ចូលចិត្តគ្រឿងបំពងហ្នឹងអញ្ចឹងទីតាំងលម្អិតបន្ថែមចាំខ្ញុំដាក់នៅក្នុង comment អរគុណ